ចាសូមជម្រាបសួរដល់អ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទចាថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរយូហាននៅជំពូក19ខ1ដល់ខ30ចាសូមស្ដាប់ទាំងអស់គ្នាខ1ខណៈនោះលោកពីឡាតនាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ្សហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់ទាំងទូលថាសូមថ្វាយបង្គំស្ដេចសាសយូដារួចគេទះទ្រង់លោកពីឡាតក៏ចេញទៅមានប្រសាសន៍នឹងគេម្ដងទៀតថាមើលខ្ញុំនាំអ្នកនេះចេញមកឯអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាដឹងថាខ្ញុំមិនឃើញជាគាត់មានទោសយ៉ាងណាសោះដូច្នេះព្រះយេស៊ូវក៏យាងចេញទៅក្រៅទាំងពាក់ភួងបន្លានិងអាវពណ៌ស្វាយនោះរួចលោកពីឡាតមានប្រសាសន៍ទៅគេថាមើលចុះមនុស្សនេះហើយការពួកសង្គ្រាចនិងពួកអាចារ្យបានឃើញទ្រង់នោះក៏ស្រែកឡើងថាឆ្កាងវាទៅលោកពីឡាតមានប្រសាសន៍ទៅគេថាត្រូវឲ្យអ្នករាល់គ្នាយកគាត់ទៅឆ្កាងវិញត្បិតខ្ញុំមិនឃើញជាមានទោសអ្វីទេពួកសាសយូដាឆ្លើយថាយើងខ្ញុំមានក្រឹតវិន័យហើយតាមក្រឹតវិន័យនោះវាត្រូវស្លាប់ពីព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រានៃព្រះកាលលោកពីឡាតបានឮពាក្យនោះក៏ភ័យរឹតតែខ្លាំងឡើងលោកត្រឡប់ទៅក្នុងសាលាជំនុំទូលសួរព្រះយេស៊ូវថាតើអ្នកមកពីណាតែព្រះយេស៊ូវទ្រង់មិនឆ្លើយសោះដូច្នេះលោកពីឡាតសួរទ្រង់ថាតើអ្នកមិនឆ្លើយទេឬអីអ្នកមិនដឹងទេឬអីថាខ្ញុំមានអំណាចនឹងឆ្កាងអ្នកឬលែងអ្នកក៏បានព្រះយេស៊ូវមានបន្ទូលថាបើមិនបានប្រទានមកពីស្ថានលើនោះលោកឥតមានអំណាចលើខ្ញុំសោះហេតុនោះបានជាអ្នកដែលបញ្ជូនខ្ញុំមកលោកអ្នកនោះមានបាបធ្ងន់ជាងតាំងពីនោះមកលោកពីឡាតរកទំនងនឹងលែងទ្រង់ដែរតែពួកសាសយូដាស្រែកកងឡើងថាបើលោកលែងអ្នកនេះទៅនោះលោកមិនមែនជាទីស្រឡាញ់និងសេរសើរទេព្រោះអ្នកណាដែលតាំងខ្លួនធ្វើជាស្ដេចនោះក្បត់នឹងសេរសើរហើយកាលលោកពីឡាតបានឮពាក្យនោះក៏នាំព្រះយេស៊ូវចេញទៅឯកន្លែងហៅថាទីក្រាលថ្មដែលភាសាហេប្រឺហៅថាកាបាថារួចលោកអង្គុយនៅទីជំនុំរីឯថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលងប្រហែលជាថ្ងៃត្រង់ហើយលោកក៏មានប្រសាសន៍ទៅពួកសាសយូដាថាមើលនេះស្ដេចនៃអ្នករាល់គ្នាតែគេស្រែកឡើងថាយកវាចេញឲ្យឆ្កាងវាទៅលោកពីឡាតសួរគេថាតើឲ្យខ្ញុំឆ្កាងស្ដេចនៃអ្នករាល់គ្នាឬអីពួកសង្គ្រាចឆ្លើយថាយើងខ្ញុំមានស្ដេចតែសេសាទេដូច្នេះលោកក៏បញ្ជូនទ្រង់ទៅឲ្យគេឆ្កាងហើយគេនាំទ្រង់យកទៅព្រះយេស៊ូវទ្រង់យាងចេញទៅទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថាភ្នំរលាក្បាលដែលភាសាហេប្រឺហៅថាគ័លកូថាគេក៏ឆ្កាងទ្រង់នៅទីនោះព្រមទាំងពីរនាក់ទៀតជាមួយនឹងទ្រង់ដែរម្នាក់ម្ខាងហើយព្រះយេស៊ូវនៅជាកណ្ដាលលោកពីឡាតធ្វើប្រកាសមួយបិទនៅលើឈើឆ្កាងមានសេចក្តីថានេះឈ្មោះយេស៊ូវ
ជាអ្នកស្រុកណាសារ៉េតស្ដេចនៃសាសយូដាមានសាសយូដាជាច្រើនបានមើលប្រកាសនោះត្បិតកន្លែងដែលគេឆ្កាងព្រះយេស៊ូវនោះនៅជិតទីក្រុងហើយប្រកាសនោះគេបានសរសេរជាភាសាហេប្រឺក្រិកនិងឡាតាំងដូច្នេះពួកសង្គ្រាចរបស់សាសយូដាគេជម្រាបដល់លោកពីឡាតថាសូមលោកកុំសរសេរថានេះជាស្ដេចនៃសាសយូដាឡើយសូមសរសេរតាមវានិយាយវិញថាខ្ញុំជាស្ដេចនៃសាសយូដាលោកពីឡាតឆ្លើយថាឯសេចក្តីដែលខ្ញុំបានសរសេរនោះបានសរសេរស្រេចទៅហើយឯពួកទាហានកាលបានឆ្កាងព្រះយេស៊ូវរួចហើយនោះគេយកព្រះពស្ត្រទ្រង់ចែកជា4ចំណែកឲ្យម្នាក់បាន1ចំណែកម្នាក់បាន1ចំណែកក៏យកអាវវែងទ្រង់ដែរតែអាវនោះបានត្បាញពីលើជាសំពត់តែមួយគ្មានធ្នេរសោះដូច្នេះគេនិយាយគ្នាថាកុំហែកអាវនេះឡើយចូលយើងចាប់ឆ្នោតវិញឲ្យបានដឹងជាអាវនេះនឹងទៅជារបស់រូបអ្នកណានោះដើម្បីឲ្យបានសម្រេចបទគម្ពីរដែលថាគេបានយកសម្លៀកបំពាក់ទូលបង្គំចែកគ្នាឯអាវវែងរបស់ទូលបង្គំគេយកដោយចាប់ជាឆ្នោតពួកទាហានក៏ធ្វើដូច្នោះឯមាតាព្រះយេស៊ូវប្អូនស្រីមាតាទ្រង់ម៉ារីជាប្រពន្ធក្លូបាសនិងម៉ារីជាអ្នកស្រុកម៉ាកដាឡាគេឈរនៅជិតឈើឆ្កាងទ្រង់ព្រះយេស៊ូវក៏ឃើញមាតាទ្រង់និងសិស្សម្នាក់ដែលទ្រង់ស្រឡាញ់កំពុងឈរនៅទីនោះរួចទ្រង់មានបន្ទូលទៅមាតាថាមាតាអើយនោះនកូនរបស់មាតារួចទ្រង់មានបន្ទូលទៅសិស្សនោះថានោះនម្ដាយអ្នកតាំងពីនោះមកសិស្សនោះក៏នាំយកគាត់ទៅនៅផ្ទះខ្លួនក្រោយនោះព្រះយេស៊ូវទ្រង់ជ្រាបថាការទាំងអស់បានសម្រេចហើយតែដើម្បីឲ្យបានសម្រេចតាមបទគម្ពីរនោះទ្រង់មានបន្ទូលថាខ្ញុំស្រេកទឹកណាស់រីឯនៅទីនោះមានក្រឡដាក់ទឹកខ្មេះពេញគេក៏យកសារាយរំហួតជ្រលក់ទឹកខ្មេះចូលរួចចងភ្ជាប់នឹងមែកហ៊ីសូបហុចទៅដល់ព្រះអស់ទ្រង់កាលព្រះយេស៊ូវបានទទួលទឹកខ្មេះរួចហើយក៏មានបន្ទូលថាការស្រេចហើយនោះទ្រង់ឲ្យព្រះសិរប្រគល់វិញ្ញាណទ្រង់ទៅសូមព្រះប្រទានពរ